សូមចម្រើនពរញាតិញោមអ្នកដែលគោរពស្រឡាញ់ពេញចិត្តនៅបាលីឬមន្តអាគមវិជ្ជាផ្សេងថ្ងៃនេះមុននឹងយើងចូលទៅសិក្សារៀនសូត្រនៅបាលីឬមន្តគាថាសូមញាតិញោមកុំភ្លេចចុច Subscribe និងចុច Like នៅលើ Channel និងវីដេអូនេះម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតនៅក្នុងថ្ងៃនេះអាត្មាភាពនឹងលើកយកនៅបាលីលើករាសីបាលីលើករាសីនឹងល្អអាត្មាចង់បង្រៀនញាតិញោមពាក់ព័ន្ធជាមួយនឹងវាស្តៀងប្រស័យវលីដែរណាលើករាសីនឹងស្តៀងប្រស័យវលីរបៀបប្រមូលទ្រព្យណារបៀបប្រមូលទ្រព្យរបៀបប្រមូលប្រាក់កាក់ធនធានអីហ្នឹងគឺគេសូត្ររបៀបលើករាសីហ្នឹងពាក់ព័ន្ធមួយការរកស៊ីពាក់ព័ន្ធមួយការប្រោះព្រំអីហ្នឹងញាតិញោមយកទៅប្រើប្រាស់ចោះណាវាមិនមែនសំដៅថាលើតែញាតិញោមទេចាស់ក៏រៀនបានក្មេងក៏រៀនបានដែរឲ្យតែមាននិស្ស័យក្នុងការសិក្សារៀនសូត្របាលីឬគាថាហ្នឹងណាបាលីលើករាសីនេះបើសិនជាថ្មប្រាប់អំពីរបៀបនៃការប្រើប្រាស់ណាប្រាប់អំពីរបៀបនៃការប្រើប្រាស់ជាទូទៅបាលីលើករាសីនេះធម្មតាទេជាទូទៅប្រសង់លោកប្រើសម្រាប់លើករាសីពុទ្ធបរិស័ទចឹងណាឬក៏លោកគ្រូអាចារ្យអីគាត់ប្រើបាលីនឹងសម្រាប់ប្រោះព្រំឲ្យកូនចៅឬឲ្យអ្នកដែលបានរកគាត់នោះឲ្យបានប្រោះព្រំឲ្យអញ្ចឹងទៅដូចនេះបាលីលើករាសីនេះមិនបាច់មានអីវែងឆ្ងាយទេគ្រាន់តែពាក់ព័ន្ធថាបញ្យលន័យថាធម្មតារាសីមនុស្សយើងវាមានធ្លាក់មានឡើងមានខែឡើងមានខែធ្លាក់មានឆ្នាំឡើងមានឆ្នាំធ្លាក់ហើយជួនកាលអ្នកខ្លះគាត់ស្វែងរកនៅក្នុងប្រព័ន្ធសង្គមផ្សព្វផ្សាយហ្នឹងរកមើលបាលីណាដែលអាចសូត្រលើករាសីបានបាលីណាដែលអាចសូត្រប្រោះព្រំបានយើងអាចប្រោះព្រំទៅប្រោះព្រំកូនចៅប្រោះព្រំមនុស្សប្រុសស្រីប្រោះព្រំឲ្យកូនចៅប្រោះព្រំឲ្យឡានប្រោះព្រំឲ្យផ្ទះហ្នឹងក៏គេប្រោះព្រំដោយបាលីហ្នឹងដែរដោយបាលីលើករាសីហ្នឹងដែរចឹងញាតិញោមយកទៅប្រើប្រាស់ចោះណាបាលីលើករាសីនឹងដូចអាត្មាបង្រៀនអញ្ចឹងណាហើយរបៀបនៃការប្រើប្រាស់បាលីលើករាសីនេះបើសិនជាអ្នកអត់ចេះសោះណាអ្នកអត់ចេះសោះសូមស្ដាប់អាត្មាបើសិនជាអត់ចេះសោះត្រូវសូត្រណាត្រូវសូត្របាលីនឹងចំនួនតែម្ដងបានណាម្ដងបានហើយសូត្រមិនអត់ចេះសោះណាសូត្រតែម្ដងទៅដោយសារបើគាត់រៀនតំទិញឲ្យចាំសិនចាំសូត្រតែម្ដងតំទិញវាឲ្យចាំហើយបន្ទាប់មកទៀតបើប្រោះព្រំឲ្យកូនចៅត្រូវអុជធូប7សរសៃទឹកអប់ម្ដបនឹងហើយបាញ់ទឹកអប់ដាក់ទឹកទៅហើយប្រោះព្រំឲ្យកូនចៅឲ្យវាស្នុកសុខសប្បាយទៅជាក់ទៅជុំហើយយកប្រទាលរាសីអីមកធ្វើជាស្ទួនសម្រាប់បក់បោកទៅគឺឲ្យកូនចៅនឹងប្រកបការងារអីនឹងសំប្រកបដោយប្រទាលលើករាសីនឹងហើយនេះជារបៀបនៃការប្រោះព្រំលើករាសីហើយបើលោកគ្រូអាចារ្យអីក៏ចេះអស់ហើយអាត្មាមិនបាច់ចាំបង្រៀនបន្តអីទៀតទេគាត់គ្រាន់តែស្ដាប់បាលីហើយយកទៅអនុវត្តតែម្ដងតោះឥឡូវដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅសិក្សារៀនសូត្រនៅបាលីឬគាថាយើងតែម្ដងណាតែដំបូងត្រូវពោលនមោទ3ចប់ទាំងអស់គ្នាសិនញោមណាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะវៈโตอะระหะโตสัมមាសម្ពុទ្ធស្សៈក្រោយអំពីញាតិញោមពោលនមោទចប់3ចប់ដូច្នេះរួចកាលណាត្រូវសូត្របាលីឬគាថាយើងតែម្ដងព្រះអាទិត្យជាតិជាធិបតីស្ដាងស្ដាច់ចុះមកលន់លើករាសីជនទាំងឡាយនេះណាឲ្យបានឧត្តមឧត្តមសំស័កសំសួន
យើងជួយថែធូនខំខ្វល់ខ្វាយចម្រុងចម្រើនរទ្ធីសាយឲ្យសុខសប្បាយទៅកើនគេឈ្មោះរំលាយបាបគ្រោះរំលោះចេញអំពីឥន្ទ្រីជួយបិទជួយបាំងរារាំងគ្រប់ទិសទីសត្រូវប៉ុនប៉ងចង់យាយីខ្លោកខ្លាចរទ្ធីចាញ់ចេស្តាសូមឲ្យអ្នកទាំងឡាយប្រកាសប្រកបមានឈិនណាំងលៀបភោលៀបភាំងលៀបភះសទ្ធីចម្រើនទាំងយុសដាសង្ហុំសង្ហារាជសទ្ធីសម្បត្តិសម្បូរហូរចូលមកកក្រឹកចូលមកសន្ធឹកគ្រប់រាត្រីសម្ពោធសម្ភាសលើកបុណ្យស័ក្តិលើកជោគលើកថ្នាក់លើករាសីលើកទាំងធាតុទឹកលើកទាំងធាតុដីសិរីសុស្ដី3ប្រការហុំដុងចន្ទដាអតិបិសោភគវីសូត្រតែប៉ុណ្្នឹងទេណាសូត្រតែប៉ុណ្្នឹងទេសូត្រតែប៉ុណ្្នឹងទៅរបៀបនៃការសូត្រហ្នឹងសូត្រដូចមិញហ្នឹងបើញាតិញោមស្ដាប់មិនតាន់អីខាអសាស្ដាប់មកក្រោយវិញណាអសាទៅអាត្មាមិនបញ្ជាក់ម្ដងទៀតទេញាតិញោមស្ដាប់ទៅណាស្ដាប់ហើយក៏តំទិញទៅតាមអាត្មាមួយម៉ាត់ហ្នឹងទៅបើសិនជាមាននិស័យរៀនណាតំទិញមួយម៉ាត់ឲ្យស្ដាប់ទៅអាត្មាសូត្រប៉ុណ្ណឹងដោយសារអាត្មាមានពេលវេលារៀងខ្លីណាពេលវេលារៀងខ្លីហើយញាតិញោមបើសិនជាសពិចសពិលវិលមុខមិនច្បាស់ត្រង់ចំណុចកន្លែងណាមួយកន្លែងលោសពិលណាមានបញ្ហាកើតទុកវិបត្តិគ្រួសារប្តីប្រពន្ធសង្សារលក់ដីលក់ធ្លីកើតវិបត្តិបាយមិនបានសម្រានមិនលក់ត្រូវអំពើចង់ទុះទាយអីអាចតំណាក់តំណងតាមរយៈ Telegram ផ្ទាល់ឬលេខទូរស័ព្ទអាត្មាភាពផ្ទាល់បានដោយមានប្រព័ន្ធ096 704 ការ៉េ 8បញ្ជាក់លេខទូរស័ព្ទម្ដងទៀត096 704 ការ៉េ 8ញាតិញោមអាចតំណាក់តំណងមកសួរតាមលេខនឹងបានណាកុំបាច់ខ្លាចចិត្តខ្លាចថ្លើមអីក្រែងលោញាតិញោមពិបាកចិត្តអីមានវិបត្តិអីណាមួយត្រូវសួរកូនចៅអីវាមិនស្ដាប់បែកបាក់ទំនាស់គ្នាអន្តរាយគ្នាអីយ៉ាងម៉េចនោះក៏សូមតំណាក់តំណងមកសួរចោះវីដេអូយើងមានប្រមាណប៉ុណ្ណេះក៏សូមចម្រើនពរលា